ចាសួស្តីអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញចាំលេខពីរបៀបដាក់ស៊ុំទៅលើស្លឹកកិច្ចការតែដាក់ទៅលើស្លឹកកិច្ចការណាដែលយើងចង់បានឧទាហរណ៍ថាឥឡូវយើងមានទំព័រទី1ទំព័រទី1ហ្នឹងយើងអត់ចង់បានទេយើងចង់បានទំព័រទី2អញ្ចឹងយើងចូលទៅអឺយើងចូលទៅ break សិនមកមុននឹងយើងអាចដាក់នៅទំព័រទី2បានអញ្ចឹងយើងចូលមក layout tab layout ហើយយើងយកពាក្យ break ហើយ next page ចាឥឡូវយើងបានពីទំព័រអញ្ចឹងយើងចង់ដាក់តែទំព័រទី2ដែល cursor ពងលោតនេះអញ្ចឹងយើងចូលមក design ហើយយើងឃើញមាន page border ចាបន្ទាប់មកយើងឃើញ line នេះគឺជា style បន្ទាត់យើងធម្មតាបើសិនជាយើងចង់បានយ៉ាងម៉ូតបន្តិចយើងចូល line art នេះមកយើងឃើញណាមានច្រើនអញ្ចឹងយើងស្រឡាញ់មួយណាយើងយកមួយហ្នឹងមកមើលម៉ូតណាស្អាតបន្តិចមើលនេះម៉ូតនេះសាមញ្ញតែស្អាតអញ្ចឹងឥឡូវនេះឲ្យទំហំវាក៏យើងអាចកែឲ្យយើងអាចចង់បានតូចធំតាមដែលយើងចង់បានអញ្ចឹងអានេះធំបន្តិចមកឃើញទេអញ្ចឹងនេះកន្លែង preview ហ្នឹងគឺជាស៊ុំដែលយើងដាក់ហ្នឹងហើយឥឡូវនេះអ្វីដែលសំខាន់ដល់ apply to នេះយើងជ្រើសរើស description មានន័យថា cursor យើងនៅឈរនៅទំព័រទី2គឺយើងចង់ដាក់ស៊ុំនៅទំព័រទី2ចាឥឡូវយើងធ្វើការអូខេមកចាឥឡូវយើងដាក់បានហើយឃើញទេចាឥឡូវខ្ញុំចូលទៅទំព័រទី3ខ្ញុំបង្កើតទំព័រទី3មួយទៀតហើយខ្ញុំចូលមក layout ដែរមកហើយខ្ញុំយកពាក្យ break ហើយ next page អញ្ចឹងពេលដែលខ្ញុំយក next page ហ្នឹងដើម្បីឲ្យខ្ញុំផ្ដាច់ចេញពីទំព័រទី2មកងាយស្រួលថាតើអត់ងាយស្រួលថាខ្ញុំចង់ដាក់ស៊ុំក៏បានអត់ក៏បានឥឡូវវាចេញស៊ុំទៀតហើយអញ្ចឹងមានន័យថាខ្ញុំអាចដកវាចេញបានចាឥឡូវខ្ញុំចូលមក design ដែរមកចានេះ design ហើយយើងយក page border នេះកន្លែងនេះយើងជ្រើសយកណានមកតែអ្វីដែលសំខាន់កុំភ្លេចជ្រើសរើសយកពាក្យ description នេះហើយយើងធ្វើការអូខេមកចាឥឡូវមានន័យថានេះស៊ុំដែលយើងចង់បានទៅទំព័រទី2នេះឥឡូវបានហើយចាអញ្ចឹងកន្លែងដែលយើងផ្ដាច់នេះយើងចង់ដាក់ស៊ុំអីផ្សេងពីខាងលើក៏បានយើងចង់ដាក់ក៏បានអាហ្នឹងតាមអ្វីដែលយើងចង់បានទេចាអញ្ចឹងការកំណត់ដាក់ស៊ុំទៅលើស្លឹកកិច្ចការណាដែលយើងចង់បានហ្នឹងគឺមានតែប៉ុណ្្នឹងឯងចាអូខេអូចាអូខេចាអរគុណ